កណាសូមលើកយកពាក្យថាពុទ្ធោមកបញ្យល់ដែលពាក្យថាពុទ្ធោនេះស្រង់ចេញពីគម្ពីរវិសុទ្ធិមគ្គនិងសិភៅសន្តានុក្រមផ្សេងដែលយកមកបញ្យល់នៅទីនេះពុទ្ធោព្រះអង្គមានព្រះនាមថាពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅចតុរារិយសច្ចៈហើយញ៉ាំងអ្នកដតីឲ្យត្រាស់ដឹងផងពាក្យថាពុទ្ធោពាក្យថាពុទ្ធោមកពីពាក្យថាពុទ្ធៈប្រែថាអ្នកត្រាស់ដឹងគឺព្រះពុទ្ធនោះឯងឯពាក្យថាចតុរារិយសច្ចៈមកពីពាក្យចតុបូកនឹងអរិយៈបូកនឹងពាក្យសច្ចៈចតុហ្នឹងចតុប្រែថា4ឯពាក្យអរិយៈហ្នឹងប្រែថាអ្នកសម្លាប់នៅសត្រូវគឺកិលេសឬប្រែថាអ្នកឆ្ងាយចាកកិលេសបើយើងប្រែថ្នាក់ជាគុណនាមប្រភេទនៃពាក្យនោះអរិយៈហ្នឹងប្រែថាប្រសើរឬក៏ប្រែថាមានមែនទែនអញ្ចឹងពាក្យថាអរិយៈហ្នឹងអាចប្រែបានថាមានមែនទែនចំណែកឯសច្ចៈហ្នឹងប្រែថាសេចក្តីពិតដូច្នេះនិយាយជារួមគឺចតុរារិយសច្ចៈហ្នឹងប្រែថាសេចក្តីពិតដែលមានមែនទែនអញ្ចឹងសេចក្តីពិតដែលមានមែននោះមានមែនទែននោះគឺមាន4ទី1គឺទុក្ខសច្ចៈឬហៅថាទុក្ខអរិយសច្ចៈដែលប្រែថាសេចក្តីទុក្ខមានមែនបានដល់ទុក្ខ12កងទុក្ខ12កងដូចយើងបានដឹងស្រាប់ហើយគឺកើតចាស់ឈឺស្លាប់នោះឯងបើពោលតាមន័យអភិធម្មទុក្ខសច្ចៈនោះបានដល់រូប28ចិត្តសឹក50វាលោភៈចេញនៅក្នុងលោកយៈចិត្ត81ដួងជាទុក្ខសច្ចៈអញ្ចឹងទុក្ខអរិយសច្ចៈឬយើងហៅថាទុក្ខសច្ចៈហ្នឹងបើពោលតាមន័យអភិធម្មគឺបានដល់រូប28ចិត្តសឹក50ទី2គឺសមុទយសច្ចៈសមុទយសច្ចៈប្រែថាកំណើតនៃសេចក្តីទុក្ខមានមែនបានដល់អវិជ្ជានិងតណ្ហាបើពោលតាមនៃអភិធម្មបានដល់លោភៈចិត្តសឹកជាសមុទយសច្ចៈអញ្ចឹងលោភៈចិត្តសឹកហ្នឹងគឺជាហេតុឬជាមូលហេតុជាកំណើតនៃសេចក្តីទុក្ខទី3និរោធសច្ចៈប្រែថាសេចក្តីរលត់ទុក្ខមានមែនបានដល់ការរលត់ទុក្ខទាំង12កងគឺដោយការបំបត្តិអវិជ្ជានិងតណ្ហាបើបំបត្តិបានកាលណាគឺសេចក្តីទុក្ខទាំង12កងនឹងរលត់បើពោលតាមន័យអភិធម្មបានដល់ព្រះនិព្វានជានិរោធសច្ចៈទី4មេកៈអរិយសច្ចៈប្រែថាផ្លូវឬមធ្យោបាយឬឧបាយនាំឲ្យរួចផុតចាកទុក្ខមានមែនបានដល់ផ្លូវ8យ៉ាងហៅថាអថង្គិកមៈឬហៅមជ្ឈមបដិបទាបើពោលតាមន័យអភិធម្មបានដល់មគ្គប្រកបដោយអង្គ8នៅក្នុងមគ្គចិត្ត4ដួងមគ្គចិត្តនោះជាមគ្គសច្ចៈអញ្ចឹងកណាមិនបានពោលលម្អិតអំពីសច្ចៈទាំង4នេះដិតអន់ទេគ្រាន់តែពោលដោយការស្រង់ចេញពីគម្ពីរវិសុទ្ធិមគ្គត្រឹមប៉ុណ្ណេះកណាសំកែបន្តិចត្រង់ទុក្ខសច្ចៈ
ចេតសិក51ណាមិនមែន50ទេគឺចេតសិក51វាលុបភាគចេញ